แต่สิเพลย์គេអត់ឲ្យสิเพลย์ផងគឺជាសកម្មភាពរបស់បងប្អូនយុវជនដែលស្ម័គ្រចិត្តជួយសម្រួលចរាចរណ៍នៅវិទ្យាល័យហ៊ុនសែនអង្គត្រីបាទឡុងពេលម៉ោងដែលសិស្សត្រូវមកសាលាឆ្លងកាត់តាមដងផ្លូវចូលទៅសាលាក៏ជាពេលដែលចរាចរណ៍យើងមកមានញឹកខ្លាំងបំផុតជាមួយនឹងក្រុមកម្មការនីរោងចក្ររបស់យើងបាទហេតុដូច្នេះហើយហានិភ័យចំពោះសិស្សានុសិស្សរបស់យើងមានកម្រិតពុះណាស់បាទអញ្ចឹងឆ្លៀតក្នុងឱកាសនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់បងប្អូនដែលជាអ្នកស្ម័គ្រចិត្តមកជួយសម្រួលចរាចរណ៍បាទហើយក៏ថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបានធ្វើដំណើរតាមដងផ្លូវនេះហើយគាត់មានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការបើកបររបស់ខ្លួនបាទនិងគោរពនៅការសម្រួលចរាចរណ៍របស់ក្រុមបងប្អូនដែលជាយុវជនជួយសម្រួលចរាចរណ៍របស់យើងផងបាទច្រើនណាស់ច្រើនមែនតើបាទមានទាំងឡានទឹកដីឡានទឹកថ្មបាទមិនត្រឹមតែឡានទឹកកម្មការនីរោងចក្រទេឡានក្រុមបែបកង់6ទឹកដីទឹកថ្មក៏ច្រើនណាស់ដែរនៅតំបន់នេះបាទដែលត្រូវបានឆ្លងកាត់គ្នា
នៅមុខសាលាយើងនេះបាទអញ្ចឹងហានិភ័យមានកម្រិតខ្ពស់មែនទែនទៅផ្នែកវិស័យទេសចរចរាចរណ៍របស់យើងបាទចឹងចាប់ពីពេលនេះទៅសូមបងប្អូនជនរួមជាតិទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបាទបើតាមច្បាប់ចរាចរណ៍នៅមុខសាលារៀនមុខមន្ទីរពេទ្យហាមទាំងស៊ីផ្លេមិនត្រឹមតែបន្ថយល្បឿនឲ្យហាមទាំងស៊ីផ្លេទៀតប៉ុន្តែនៅពេលនេះយើងនៅតែមានលឺសូស៊ីផ្លេបាទប៉ុន្តែល្បឿននៅពេលដែលបងប្អូនចេញមុខមកជួយសម្រួលចរាចរណ៍នេះពួកគាត់ហាក់មានការបន្ថយល្បឿនបានយ៉ាងច្រើនបាទហើយល្បឿនបានយ៉ាងច្រើនប៉ុន្តែស៊ីផ្លេយើងនៅតែឃើញមានបាទអញ្ចឹងចាប់ពីពេលនេះតទៅសូមបងប្អូនបាទដែលធ្វើដំណើរកាត់ដងផ្លូវនៅមុខសាលារៀនមុខមន្ទីរពេទ្យនិងវត្តអារាមសូមបងប្អូនងាកទៅក្រោយគិតអំពីលក្ខខណ្ឌនៃច្បាប់ចរាចរណ៍របស់ច្បាប់ចរាចរណ៍ផ្លូវគោករបស់យើងផងបាទនេះជាក់ស្ដែងគាត់នៅតែស៊ីផ្លេបាទជាក់ស្ដែងគាត់នៅតែស៊ីផ្លេបាទបាទពេលនេះដល់ម៉ោង7:05នាទីបាទអញ្ចឹងត្រូវពេលវេលាគ្រប់ទង់ជាតិបងប្អូនដែលជាអ្នកសម្រួលចរាចរណ៍របស់យើងក៏គាត់ត្រូវបានសម្រាកដើម្បីចូលទៅក្នុងសាលាវិញដែរបាទសូមអរគុណបាទសូមថ្លែងអំណរគុណរបស់បងប្អូនទាំងអស់ដែលបានទស្សនាវីដេអូរបស់យើងខ្ញុំប្រសិនបើគិតថាការជួយសម្រួលចរាចរណ៍របស់សិស្សានុសិស្សរបស់ខ្ញុំនៅពេលនេះពិតជាមានប្រយោជន៍ពិតជាមានខ្លឹមសារពិតជាមានអត្ថន័យពិតជាបានសម្រួលពិតជាបានកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុពិតប្រាកដមែននោះសូមបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតាម Channel YouTube សូមជួយចុច Like និងចុច Subscribe នៅ Channel របស់យើងខ្ញុំមួយម្នាក់ផងបាទសូមអរគុណសូមជម្រាបលា